ស្រ័យបញ្ហាជីវិតដែលយើងវាមានការខ្វាយខ្វល់ផ្លូវចិត្តហ្នឹងយើងដូចថារឿងខាងក្រៅរឿងគិតជាភាគរយយើងពិសោធន៍មើលសិក្សាមើលណារឿងខាងក្រៅរឿងតិចតួចហ្នឹងហើយរឿងតិចតួចដូចថារបស់ខ្លះគ្រាន់តែយកមករៀមដៃផ្ទាត់ទៅអញ្ចឹងណាតូចមែនទេណាតែដល់តែប្រកាន់វាទៅជាធំដុំមកពីប្រកាន់ហើយខ្លះហ្នឹងក៏កូនចៅបាក់បិនចេះចោះទៅវាបោកនឹងអាការតឹងទ្រូងអាកង្វល់ទេណាហួងខែងទេណាមិនក៏មិនបានកូនល្អដូចគេអីចេះចោះអីចឹងទៅខ្ញុំក៏កម្មក្រាស់ម្លេះអីហ្នឹងចឹងទៅហ្នឹងឯងវាផ្សំនឹងអាកង្វល់ក្នុងចិត្តយើងទេដែលទៅជាបញ្ហាធំដុំមកដូច្នេះការដោះស្រាយបញ្ហាអារឿងរ៉ាវហ្នឹងក៏យើងដោះដែរវាកូនចៅឯទូមានព្រានបដៅអញ្ចឹងទៅហ្នឹងហើយប៉ុន្តែយើងដឹងព្រំដែនរបស់គេគឺសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងមួយហើយមួយទៀតអព្យាស្រ័យឧបនិស្ស័យសំក្នុងសន្តានមកហ្នឹងហើយគឺយើងអត់ទៅរំលោភដែនសីមារបស់អ្នករតីហ្នឹងទេយើងគ្រាន់តែទូមានព្រានបដៅអញ្ចឹងទៅហ្នឹងហើយប៉ុន្តែត្រូវដឹងថាសត្វលោកប្រព្រឹត្តទៅតាមកម្មវិបាករបស់កម្មប្រព្រឹត្តទៅហើយនឹងអធិស្រ័យការសំសន្តានមកណាហើយយើងក៏វាមានវិបាកកម្មរបស់យើងមេត្តាបិតាហ្នឹងណាហ្នឹងហើយបើសិតតែតេតួងនឹងកុសលវិបាកដោយថាយើងធ្វើទានសកច្ចាំងទាននាងតេទៅឲ្យផលមកបានកូនល្អដាប់បង្កប់រហូតដល់អតិជាតិបុត្រចូលកម្មភ្នោះបួសជាបព្វជិតដោយប្រគុណម្ចាស់ណាញាតិញោមដែលមានលោកកូនមកបួសនេះដោយសារការឲ្យទានហ្នឹងគេថាសកច្ចាំងទាននាងតេឲ្យដោយសទ្ធាឲ្យត្រូវការហើយឲ្យដោយសេចក្តីគោរពទៀតវាសំខាន់អញ្ចឹងrồiអញ្ចឹងទៅគឺថាបានញាតិមិត្តសន្តានបងប្អូនកូនអីនោះគឺថាស្ដាប់បង្កប់រហូតដល់តែអតិជាតិបុត្រធ្វើឲ្យមេដាបិតាសុបាយចិត្តមែនទេហ្នឹងហើយតែមានសទ្ធាស្រាប់ផងគឺកាត់កង្វល់អីផ្សេងខ្វល់អីដោយអញខ្វល់ទេអញសុបាយចិត្តតែលោកកូនអញបានបួសអញ្ចឹងទៅហ្នឹងហើយអាហ្នឹងគឺឲ្យយើងយល់ដឹងថាជីវិតវាប្រព្រឹត្តទៅតាមកម្មទាំងកូនចៅទាំងខ្លួនយើងហ្នឹងយើងពិចារណានោះវាកាត់កង្វល់ក្នុងចិត្តណាវាធ្វើឲ្យរឿងហ្នឹងទៅជាបន្តិចបន្តួចតូចតាចទៅហ្នឹងហើយដោយសារតែយើងដូចយើងប្រឹងប្រែងអប់រំទូមានចិត្តមានរបៀបរស់នៅងាយជាមួយនឹងអ្វីងាយដោយសារយើងគិតថាទៅតាមតឹងរស់ស្អីឯណាយនៃស្អីពេកគ្រាន់តែបាននៅរស់ជាមនុស្សនឹងប៉ុណ្ណឹងបានហើយនៅរស់ប្រែតនោះវាអត់មានអីបរិភោគមកក្តៅមិនអង្គុយចេះបានទេណាមិនយើងទៅនៅផ្ទះងូតទឹកឯចង់សម្រាកចង់ផ្អែកអីបានទេណាភ្លើងឆេះទទួលទុកទោសទរណកម្មគ្រាន់តែជាមនុស្សផងនៅក្នុងភាពជាអ្នកទោសមានចង់សម្រាកតម្រានចង់ស្រួលអីបានទេណាតែចូលតម្រាំទៅអកុសលវិបាកបដិសន្ធិក្រៃលែងទៅដល់យើងសង្វេគនៅក្នុងសង្វេគវត្ថុអញ្ចឹងទៅយើងមកស្រួលនៅក្នុងកំណើតយើងជាមនុស្សប៉ុណ្ណឹងបាយទឹកអីមិនចាំបាច់តល់ទៅបណិតអីណាទេគ្រាន់តែសុខភាពអនាម័យអីអញ្ចឹងទៅកុំឲ្យវាឆ្លងរោគកុំឲ្យចំណីតោះអីអញ្ចឹងណាហ្នឹងហើយមិនចាំបាច់ងូតបង្អអីបាយមកល្មមអីចឹងទៅស្អីផ្សេងទៀតយើងរៀនរស់នៅងាយរៀនរស់នៅងាយនេះគឺមានសេចក្តីសុខណាក្នុងជីវិតវាយ៉ាប់តែខ្លួនយើងវាមិនព្រមអាងាយហ្នឹងហើយវាទៅតាមទម្លាប់វិញ្ញាណវាធ្លាប់ណាយើងចិត្តតែសង្វេគទៅបានប្រពន្ធហ្នឹងហើយគឺទុកតោមនោះប្រកាយប្រកាន់ជាមួយអ្នករតីធ្វើអីយើងគិតមើលព្រះពុទ្ធអង្គពេលខ្លះក៏ព្រះអង្គអត់ចង្ហាន់ដែរអកុសលវិបាកព្រះពុទ្ធអង្គហើយហ្នឹងចាំបាច់និយាយអីយើងឯងពេលខ្លះព្រះអង្គអត់លាពេលណាវស្សាទី12នៅវេរញ្ញក្រៀមព្រះអង្គឆាន់បាយក្រៀមក្រហមណាបាយអ្នករទេះសេះណាព្រមមេបដាលចិត្ត3ខែហ្នឹងគឺបាយក្រៀមព្រះអនន្តបុកកិនអីទៅរហូតហ្នឹងហើយពីកុសង្ឃព្រះអគ្គសាវកទៀតព្រះអនន្តផងដែរណាពីកុរាប់រយអង្គហ្នឹងហើយអាហ្នឹងអកុសលវិបាក
នៅក្នុងពុទ្ធេបទានមានច្រើនណាស់ពុទ្ធអង្គយើងរៀនទៅយើងនឹករលឹកថាចាំបាច់និយាយអីយើងនេះវាពេលខ្លះអត់លៀបអត់យោះហ្នឹងគឺសមមុខហើយហ្នឹងឯងថាឲ្យខ្លួនយើងថែមទៀតទៅសមមុខហ្នឹងហើយអញ្ចឹងណាហ្នឹងហើយថាអញ្ចឹងទៅវាធូរមកពីអីមកពីអាតឹងហ្នឹងមកពីយើងប្រកាន់ខ្លួនយើងវាគួរតែយ៉ាងនេះវាគួរយ៉ាងនោះអ្នករតីយកចិត្តទុកដាក់នុតម្រងអីអើពើរាប់អានអីចឹងយើងប្រកាន់ខ្លួនយើងអាហ្នឹងកុសលវិបាកវាឡើងដល់80ចឹងដល់វាចុះមកត្រឹម50យើងឃើញទេកុសលវិបាកផងនៅត្រឹម50ប៉ុន្តែយើងវាធ្លាប់អា80អា100ហ៎rồi dânធ្លាក់មកត្រឹម50យើងតោះបាត់ហើយអានឹងត្រឹមកុសលវិបាកមកចូលដល់អកុសលវិបាកទៀតតោះប៉ុណ្ណាទៅអានឹងបន្តតែយើងមកសម្រួលផ្លូវចិត្តយើងដល់យើងវឹកខាត់អប់រំផ្លូវចិត្តឲ្យស្រួលទៅដោយសារយើងដឹងថាមនុស្សយើងនេះណាគឺវាប្រព្រឹត្តទៅតាមកម្មពេលខ្លះកុសលវិបាកពេលខ្លះអកុសលវិបាកឃើញរូបឬសម្លេងធំក្លិនដឹងរត់នឹងផាត់ថាពាក់នឹងវិបាករហូតដល់កុសលវិបាកដោយច្រើនមនុស្សយើងតែអកុសលវិបាកនៅតែមានសំបីតែព្រះសម្មាសម្ពុទ្ធព្រះអរហន្តហ្នឹងហើយអកុសលវិបាកដឹងរូបមិនល្អឬសម្លេងធំក្លិនដឹងរត់នឹងផាត់ថាពាក់មិនល្អទៅបានយើងមកដឹងរឿងអត់លៀបអត់យោគេស្ដីគេថាគេនិន្ទាសេចក្តីទុកបាអីហ្នឹងនឹងអកុសលវិបាកប្រែតែផលបាបហ្នឹងហើយមកពេលមកគ្រាហ្នឹងហើយវាដូរវិញទេដូរទៅជាផលបុណ្យអីវិញទៅហ្នឹងឯងពេលខ្លះអកុសលវិបាកខ្លាំងអញ្ចឹងទៅធ្វើឲ្យយើងគេថាដូចសម័យលោកពួតអញ្ចឹងណាវាជាការវិបត្តិអញ្ចឹងទៅវាកម្មវាឲ្យផលហើយយើងថាមិនក៏ធ្វើបាបអីជាមួយគ្នាអីមិនថាមិនចាំបាច់ធ្វើជាមួយគ្នាទេប៉ុន្តែវាឲ្យពេលជាមួយគ្នាមកពីកាលវិបត្តិហ្នឹងវាបើកឱកាសឲ្យបាបហ្នឹងឲ្យចំជាមួយគ្នាអ្នកខ្លះធ្វើជាតិមួយខ្លះទៅពី2ជាតិ3ជាតិ10ជាតិមុនអីចឹងបាបហ្នឹងប៉ុន្តែវាទៅកាលពេលវេលាហ្នឹងវាឲ្យផលពេលហ្នឹងមិនចាំបាច់ទៅធ្វើកម្មធ្វើបាបជាមួយគ្នាទេកាលដែលត្រូវបាបឲ្យផលហ្នឹងវាត្រូវកាលវិបត្តិហ្នឹងឯងហើយដល់ទៅពេលយើងអត់បាយយើងឃ្លានចឹងឃើញទេយើងឲ្យតម្លៃត្រឹមតែបាយអំបិលបាយអំបិលឆ្ងាញ់អត់ត្រូវការដល់បានបាយអំបិលបានហើយឃើញទេអកុសលវិបាកធ្លាក់ចុះទៅធ្វើឲ្យយើងដឹងតម្លៃនៃកុសលវិបាកវាបានអញ្ចឹងដែរណាដូចយើងមិនទៀមទាអីច្រើនទេដូចតម្លៃមនុស្សនេះណាយើងនៅជាមនុស្សយូរទៅវាសំទៅយើងអត់ដឹងថ្លៃប៉ុណ្ណាតើធ្លាក់នរកបានដឹងតម្លៃមនុស្សនេះថាអត់ទៀមទាអីទេឲ្យតែបានជាមនុស្សខ្ញុំខំស្ដាប់ធម៌ខ្ញុំខំធ្វើទានប្រសើរសិលឲ្យណានៃប៉ុន្តែដល់យើងបានជាមនុស្សយូរវាសំទៅឃើញគេមានបានទៅវាដូចថាមិនស្កប់ជាមួយនឹងសម្បត្តិដែលខ្លួនឯងមានហើយហ្នឹងវាចេះតែចង់ទៀមទាដូចអ្នកអតីតាមពិតឲ្យតែយើងបាន24ម៉ោងហ្នឹងយើងមានបត្រៃណគុំហើយយើងមានទានមានសិលបោសុតអីឲ្យណានៃទៅប្រើប្រាស់ពេលវេលា24ម៉ោងនេះមហាសិទ្ធិទោះជាគាត់ចាយមួយថ្ងៃ$10,000ក៏គាត់បាន24ម៉ោងដែរវាគ្មានមួយថ្ងៃណា30ម៉ោង50ម៉ោងទេហើយយើងតែ10000រៀលនេះក៏បាន24ម៉ោងដែរហ្នឹងឯងវាសំខាន់ត្រង់យក24ម៉ោងមកធ្វើអីវាចំណេញខ្លាំងនៅត្រង់ហ្នឹងគុណចាស់គង់នៅក្នុងពភ្នួប្រព្រឹត្តត្រៃសិក្ខាត្រង់ធម្មវិន័យ24ម៉ោងហ្នឹងគឺដើមទុនអរិយមគ្គទាំងក្រៃលែងណាមានតម្លៃមិនមែនពេលវេលាត្រឹមតែជាមាសប្រាក់ឯណាពេលវេលាជាមគ្គផលព្រះនិព្វានណាហ្នឹងឯងហ្នឹងឲ្យពុទ្ធបរិស័ទយើងចេះពិចារណាឲ្យធូរក្នុងចិត្តណាគឺនៅលើយើងគិតរឿងរ៉ាវវាធំដុំដោយសារយើងខ្វល់ទេដល់ទៅយើងចេះពិចារណាទៅវាធូរកង្វល់ទៅរឿងវាទៅតូចដូចជាយើងយល់ដឹងវិបាកកម្មអញ្ចឹងទៅយើងទៅជាមនុស្សរស់នៅងាយហ្នឹងឯងស្លៀកពាក់ក៏ងាយបរិភោគក៏ងាយទៅណាមកណាក៏ងាយជួបជុំមិត្តភក្តិអីនិយាយស្ដីមានមេត្តាទៅអញ្ចឹងទៅមិនបន្ទុះមិនទាស់មិនប្រកាយមិនប្រកាន់អីជាមនុស្សស្រួលងាយរឿងវាអត់មានអីធំដុំទៅជារឿងនោះវាជួយឲ្យយើងយល់ដឹងការពិតនៃជីវិតយល់ដឹងការពិតនៃលោកវាអត់មាននរណាចិត្តតែចង់បានអីដូចចិត្តទេក្នុងលោកហ្នឹងបង្រៀនឲ្យយើងយល់ដឹងពីការពិតបានថ្នាក់បរិញ្ញាទៀតផងជាដំណើរទៅកាន់ព្រះនិព្វានណាដោយសារតែបរិញ្ញាមានដឹកនាមរូបព្រមទៅដោយបច្ច័យញាតបរិញ្ញាជាដើមហ្នឹងអ្វីចូលមកដល់ជីវិតរបស់យើងបង្រៀនយើងដោយរឿងប្រត់ប្រាស់អីចឹង
រឿងមានអីធំដុំធម្មតាការជួបជាបច្ច័យនៃការព្រាត់បើយើងមិនប្រកែកប្រកម្មទេយើងដឹងថាការព្រាត់គ្នាជាធម្មតាអញ្ចឹងដែលមិនតាន់ព្រាត់នេះយើងធ្វើល្អមួយគ្នាណានៃទៅដល់ពេលព្រាត់ហ្នឹងឯងគឺការពិតដូចយើងគិតមកហើយអញ្ចឹងមានរឿងអី